កូនគេថាការដែលយើងទន្ទិញស្វាត់ជាយកូនគួងទន្ទិញម្ដងឲ្យបានយ៉ាងតិចរយៈពេល1ម៉ោងចាំក្រោកចេញបើដើរទន្ទិញកូនត្រូវកំណត់ខ្លួនឯងមកជុំវិញខ្លួននឹងចងាយប៉ុន្មានដើរទៅដើរមកទន្ទិញមុខវិជ្ជាបល័យរបស់យើងបើថាទន្ទិញអក្សរៈក្នុងភាសាបល័យមាន41តួគឺអអ៊ីអ៊ីរហូតចឹងទៅបើទន្ទិញសន្ធិទីតបតតអក្សរៈជាប់ជាមួយនឹងអក្សរៈហៅថាសន្ធិមានប្រមាណទិញឲ្យរហូតចឹងទៅតែបានទេកូនទិញករ៉នក៏ដោយទិញស្អីក៏ដោយដែលជាវេយ្យាករណ៍ហើយសូមកុំនៅប្រជុំគ្នាសូមឲ្យដើរទន្ទិញបែកគ្នាមកក្រុមបែកគ្នាកុំឲ្យជុំគ្នាមួយអង្គដាច់កន្លែងតាមទីកន្លែងនៅក្នុងបរិវេណវត្តរបស់យើងលើកលែងទៅក្នុងបរិវេណចេតិយនិងមាត់ទន្លេមិនអនុញ្ញាតមុនចូលសឹងពេលល្ងាចម៉ោងប្រមាណចាប់ដើមទិញផ្លូវការម៉ោងប្រមាណដើរទន្ទិញឯកជនម៉ោង7ចាប់ដើមកាន់សិភៅដើរទន្ទិញក្នុងបរិវេណវត្តទៅមកហើយកុំឡើងទៅបន្ទប់ណាកូនណាត្រូវទន្ទិញរហូតដល់ចប់ម៉ោង8កន្លះម៉ោង9បានទៅមើលមេរៀនផ្សេងកុំដើរបលែងគ្នា